នៅពេលដែលមានទុកលំបាកជំនឿរបស់យើងកាន់តែភ្លឺស្វាងឡើងរីឯជំនឿគឺជាចិត្តដែលដឹងជាថានឹងបានអ្វីដោយសង្ឃឹមជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញហេព្រើរចំពុក11ខ1នៅសម័យនោះអធិរាជនៃអាណាចក្ររ៉ូមបានធ្វើទុកបុកម្នេញដល់គ្រិស្តបរិស័ទដែលរស់នៅទីក្រុងរ៉ូមដោយសារតែជឿលើព្រះយេស៊ូវដែលមើលមិនឃើញអធិរាជរ៉ូមបានរឹបអូសយកទ្រព្យសម្បត្តិនិងចាប់គ្រិស្តបរិស័ទដាក់គុកនៅពេលនោះគ្រិស្តបរិស័ទជាច្រើនបានបោះបង់ជំនឿហើយត្រឡប់ទៅរកសាសនាយូដាវិញពីព្រោះបើត្រឡប់ទៅរកសាសនាយូដាវិញនោះការធ្វើទុកបុកម្នេញនឹងត្រូវបញ្ឈប់ហើយពួកគេអាចរក្សាទ្រព្យសម្បត្តិបានពួកគេមិនចង់បាត់បង់ទ្រព្យសម្បត្តិនៅចំពោះមុខដោយសារតែព្រះយេស៊ូវដែលមើលមិនឃើញដូច្នេះពួកគេក៏បានបោះបង់ជំនឿចោលពេលខ្លះយើងគិតថាជំនឿគឺជាអ្វីដែលមិនច្បាស់ដូចជាការយល់សប្តិដែលមើលមិនឃើញប៉ុន្តែផ្ទុយទៅវិញជំនឿគឺជាសេចក្តីសន្យារបស់ព្រះអង្គដ៏ពិតប្រាកដហើយយើងអាចកាន់នៅក្នុងដៃបាននៅពេលដែលយើងឈឺយើងទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងទទួលថ្នាំហេតុអ្វីបានជាយើងយកថ្នាំនោះមកវិញពីព្រោះគ្រូពេទ្យបាននិយាយថាលេបថ្នាំនោះទៅនឹងបានជាសះស្បើយយើងជឿលើពាក្យសម្ដីរបស់គ្រូពេទ្យហើយលេបថ្នាំនោះជំនឿក៏ដូចគ្នាដែរព្រះជាម្ចាស់មិនអាចមើលឃើញនឹងភ្នែករបស់យើងបានមែនប៉ុន្តែសេចក្តីសន្យារបស់ទ្រង់គឺមិនមែនមើលមិនឃើញតតែសោះឡើយទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយប្រសិនបើយើងងាកភ្នែកមករកព្រះវិញនោះសេចក្តីសន្យាដែលថាព្រះនឹងជួយយើងគឺជាការពិតក្នុងជីវិតរបស់យើងដែលនឹងកើតឡើងជាមិនខាន